បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ទឹកដីបាត់ដំបងហើយនៅខាងក្រៅខ្ញុំគឺជាអគារដែលបានកសាងឡើងតាំងពីឆ្នាំ1905ចំណងនេះកសាងដោយវិស្វករជនជាតិអ៊ីតាលីហើយនៅខាងក្នុងមានអ្វីខ្លះសូមបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាជាមួយនឹងអ្នកគ្រូដែលជាអ្នកទេសដែលគាត់នឹងនិយាយរ៉ាយរ៉ាប់ពីប្រវត្តិនៃអគារនេះនិងរបៀបនៃការគ្រប់គ្រងឬក៏អាយុកាលឬផ្សេងទាំងអស់ណាខ្ញុំសូមបងប្អូនតាមទាំងអស់គ្នាណាតាមដានទាំងអស់គ្នាទៅមកខាងពេលយូរក៏សូមចាប់ផ្ដើមជំរាបសួរចាជំរាបសួរអង្គចាស់មានវិស័យមួយជំរាបសួរនៅស្វាគមន៍ដែលបានចេញចូលទស្សនកិច្ចនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងចាកន្លែងហ្នឹងឥឡូវគេដាក់ឈ្មោះបែបហ្នឹងគឺសារមន្ទីរប្រវត្តិសាស្ត្រដោយសារអគារនេះពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រច្រើនណាស់កន្លងមកប៉ុន្តែកន្លែងនេះអតីតគឺជាសាលាខេត្តបាត់ដំបងដែលពីដើមខេត្តធ្វើការនៅកន្លែងនេះឯងចាប៉ុន្តែបងអស់មុនគេបងអស់អ្នកដែលផ្ដើមសាងសង់អគារនឹងដើម្បីធ្វើផ្ទះនេះគឺគាត់ចារូបថតមួយស្លឹកហ្នឹងគាត់គឺជាម្ចាស់ផ្ទះនឹងចាអញ្ចឹងខ្ញុំនឹងជម្រាបជូនអំពីប្រវត្តិគាត់ហើយនឹងប្រវត្តិផ្ទះនេះត្រួសខ្លីៗណាអូនណាចាអគារនេះសាងសង់នៅឆ្នាំ1905បើគិតរហូតមកដល់រាល់ថ្ងៃនេះគឺមានអាយុកាល120ឆ្នាំហើយចាផ្ទះនេះមានអាយុកាល120ឆ្នាំហើយវិស្វករសាងសង់គឺជនជាតិអ៊ីតាលីមកបារាំងចាអ៊ីតាលីជាអ្នកសាងសង់ក៏ប៉ុន្តែគេហៅអគារបារាំងដោយសារស្ទាយនឹងឯងចាមកនឹងឯងមកបារាំងតាមពិតស្ថាបត្យកម្មល្បីលើពិភពលោកគឺអ៊ីតាលីនឹងឯងជាអ្នកសាងសង់អគារនឹងចាហើយអគារនេះបើខ្ញុំអត់បានជម្រាបជូនប្រហែលជាគួរមិនសូវចាប់ផ្លឹកឬយ៉ាងណាទេចាក៏សូមអញ្ជើញមើលភាពអស្ចារ្យខ្លះៗរបស់អគារនេះគឺ120ឆ្នាំមុនធ្វើផ្ទះមួយដែលអត់ឃើញមានជើងកសោម្ដងទេចាអញ្ជើញមើលចាផ្ទះនេះគឺយើងមើលទៅអត់ឃើញមានជើងកសោទេចាអាចជើងកសោប៉ុណ្ណឹងណាចាជ្រុងច្រាំងហ្នឹងណាចាជ្រុងក៏មានមូលក៏មានហ្នឹងគឺផ្ទះនេះគឺអត់មានមួយដើមទេគឺយើងមើលទៅឃើញតែជញ្ជាំងចាទាំងក្រោមទាំងលើកន្លះកលៀតត្រង់ណាក៏ដោយគឺអត់មានទេអញ្ចឹងអស្ចារ្យណាស់សម្រាប់អគារមួយដែលអាចឈរជើងបានរហូតដល់អាយុកាល120ឆ្នាំហើយរកជើងកសោម្ដងអត់បានហើយអាចឈរនឹងរហូតដល់រាល់ថ្ងៃភ្ញៀវមើលដោយសប្បាយចិត្តហើយដោយទំនុកចិត្តចាអញ្ចឹងយើងនិយាយពីការ៉ូម្ដងចាការ៉ូមកផ្ទះនេះមាន13ម៉ូដខុសៗគ្នាយើងអត់ដឹងថាម្ចាស់ផ្ទះគាត់ស្រឡាញ់ពេញចិត្តបែបហ្នឹងឬក៏ជាហុងស៊ុយឬយ៉ាងណាទេពីព្រោះជំរឿចិត្តគាត់យើងអត់បានដឹងដល់ប៉ុន្តែយើងគ្រាន់តែដឹងថាផ្ទះនេះអត់ដាក់ការ៉ូមួយម៉ូដទេគឺ13ម៉ូដផ្សេងគ្នាហើយការ៉ូ13ម៉ូដនេះត្រូវបានដឹកពីប្រទេសអ៊ីតាលីមកចាអញ្ចឹងឃើញគុណតម្លៃមិនធម្មតាណាមួយណាបើយើងគ្រាន់តែដើរសម្លឹងចាអត់ដឹងអំពីគុណតម្លៃពីផ្ទះនេះបែបណាទេចាអញ្ចឹងធ្វើផ្ទះ120ឆ្នាំមុនទៅយកជាងពីអ៊ីតាលីហើយទៅដឹកការ៉ូពីអ៊ីតាលីមកទៀតចាថយទៅវិញតិចណាមួយណាអ៊ីតាលីឆ្ងាយណាស់ហើយការ៉ូធ្ងន់ណាស់មិនមែនមួយដុំពីរដុំយកមករួចទេមកផ្ទះហ្នឹងចាអញ្ចឹងបើយើងគិតអំពីគុណតម្លៃចាបើយើងនិយាយពីលុយវិញគឺស្រួលស្ដាប់អត់ដឹងថាអស់ប្រមាណទេគ្រាន់តែដឹងថាច្រើនអត់កណនីចាអញ្ចឹងបែបហ្នឹងអ្នកណាគេធ្វើបានគឺគាត់ហ្នឹងឯងចាគឺគាត់ហ្នឹងឯងពីព្រោះគាត់គឺជាម្ចាស់ផ្ទះនឹងខ្ញុំនឹងជម្រាបជូនអំពីគាត់តើគាត់ជាអ្វីដែលគាត់អាចធ្វើផ្ទះនេះបានរហូតដល់អាយុកាល120ឆ្នាំមុនគាត់ឈ្មោះលោកម្ចាស់កថាធនឈុំអភ័យវង្សគាត់គឺជាអតីតស្ដេចក្រាញ់ប្រចាំខេត្តបាត់ដំបងនាសម័យនោះហើយពាក្យថាស្ដេចក្រាញ់សម័យនោះគឺជាស្ដេចប្រចាំតំបន់មិនមែនស្ដេចប្រចាំប្រទេសទេណាគុណណាស្ដេចប្រចាំតំបន់ហើយពាក្យថាតំបន់ហ្នឹងនៅសម័យនោះគឺភូមិភាគពាយោបែកខាងលិចជាប់ព្រំប្រទល់ថៃក្របដណ្ដប់ទៅដល់ខេត្ត5រាល់ថ្ងៃទៅសៀមរាបបដិមានជ័យប្រទីមានជ័យបៃលិនបាត់ដំបងរាល់ថ្ងៃហ្នឹងគឺក្រោមការគ្រប់គ្រងរបស់គាត់ចាហើយគាត់ក្រោមការគ្រប់គ្រងរបស់សៀមចាបន្តទៀតពីព្រោះសម័យនោះខេត្តបាត់ដំបងនៅក្រោមអាណានិគមរបស់សៀមណាមួយណាចាហើយបំណងគាត់សង់អគារនេះដើម្បីធ្វើផ្ទះរបស់គាត់គេហៅថាផ្ទះលោកម្ចាស់ឬភូមិគ្រឹះលោកម្ចាស់រយៈពេលសាងសង់តែ2ឆ្នាំទេរួចរាល់គឺ1905សាងសង់1907រួចរាល់គ្រាន់តែរួចភ្លាមបារាំងចូលផ្លុកបារាំងដងចាខេត្តបាត់ដំបងចាស់គាត់ដំណានអញ្ចឹងណាចាគាត់ថាបារាំងសៀមយើងរស់នៅក្រោមអាណានិគមរបស់គេយូរអញ្ចឹង1907នេះគេហៅថាសិទ្ធិសញ្ញាបារាំងសៀមចាអញ្ចឹងពេលហ្នឹងបារាំងនិងសៀមបានចូលជួបចរចាគ្នាដោយសន្តិវិធីគឺអត់ច្បាំងអត់បង្ហូរឈាមទេគឺជជែកគ្នាដោយស្លាបផ្កាទឹកបិចត្រូវសៀមសុខចិត្តដកទៅស្រុកវិញបារាំងបានចូលមកចាដកខេត្តបាត់ដំបងឲ្យប្រទេសកម្ពុជាវិញហើយដាក់អាណានិគមគ្រប់គ្រងលើខេត្តបាត់ដំបងតាំងពីឆ្នាំ1907រហូតដល់ឆ្នាំ1954ទៅចប់គឺយើងអស់ហើយឈប់រូបនៅក្រោមអាណានិគមរបស់គេហើយគឺយើងចាប់ផ្ដើមឯករាជ្យហើយចាអញ្ចឹងឯករាជ្យនឹង1954យើងចាប់ផ្ដើម
ពីនាយករដ្ឋមន្ត្រីមុនគេបំផុតគឺសម្ដេចតាចាស់រូបនេះគឺសម្ដេចបរមរតនកោដ្ឋសម្ដេចឡើងឈរឈ្មោះជានាយករដ្ឋមន្ត្រីទី1ប្រចាំប្រទេសកម្ពុជានឹងឯងចាគឺយើងនៅពេលដែលយើងបានឯករាជ្យនឹងឯងអញ្ចឹងយើងស្ដាប់ពីនឹងយើងនិយាយលោកម្ចាស់វិញចាលោកម្ចាស់នឹកពេលដែលសៀមដកទៅស្រុកលោកម្ចាស់ទៅការខេត្តអីបានជាគាត់ទៅបើគាត់គឺជាជនជាតិខ្មែរគាត់មានដើមកំណើតនៅខេត្តកំពតគាត់គឺជាអ្នកកំពតប៉ុន្តែមូលហេតុដែលគាត់ត្រូវដកខ្លួនទៅរស់នៅស្រុកសៀមជាមួយសៀមដោយសារត្រកូលរបស់គាត់គឺអភ័យវង្ស6ជំនាន់ដែលគាត់ធ្វើការជាមួយសៀមរហូតតាំងពីឆ្នាំ1900ទៀត1795រហូតដល់1907ដែលប្រាំងចូលហ្នឹងក៏ទៅជាង100ឆ្នាំដែលត្រកូលរបស់គាត់6ជំនាន់ធ្វើការជាមួយសៀមរហូតដល់អញ្ចឹងផ្នត់ចិត្តផ្នត់គំនិតគាត់ទៅហើយចាគាត់ទៅហើយគាត់ចូលចិត្តសៀមហើយចាអញ្ចឹងដល់ពេលសៀមដកគាត់ទៅដែរចាពេលដល់ស្រុកសៀមគាត់ទៅសង់អគារមួយនៅស្រុកសៀមដូចគ្នាបេះបិទដែលគេហៅថាអគារភ្លោះហេតុអីក៏គាត់សង់ដូចម្លេះចាដោយសារកន្លែងនេះគាត់ស្រឡាញ់គាត់ពេញចិត្តគាត់អ្នកផ្ដាំសាងសង់ដើម្បីធ្វើផ្ទះរបស់គាត់ប៉ុន្តែមួយថ្ងៃក៏អត់បាននៅដែរដោយសារសង់ហៅប្រាំងចូលនឹងឯងចាអញ្ចឹងដល់ពេលគាត់ទៅដល់ស្រុកថៃគាត់ទៅសង់អគារបានដូចគ្នាបេះបិទរហូតដល់គេហៅថាកូនភ្លោះដោយសារគាត់យកវិស្វករអ៊ីតាលីទៅសង់អគារហ្នឹងអញ្ចឹងជាងនឹងខ្លងនឹងអត់ខុសទេនឹងមួយណាដូចកូនភ្លោះចឹងឯងគ្រាន់តែស្រុកសៀមសង់ក្រោយស្រុកខ្មែរ4ឆ្នាំខ្មែរ1905ថៃ1909ទីនោះគាត់សង់ហើយគាត់បាននៅហើយគាត់ស្លាប់បាត់បង់ជីវិតនៅទីនោះហើយគាត់អត់ត្រឡប់មកស្រុកខ្មែរវិញទេហើយផ្ទះរបស់គាត់នៅស្រុកសៀមនឹងត្រូវបានសម្បទានទៅឲ្យរដ្ឋដាក់ទៅជាមន្ទីរពេទ្យជាបានជំនួយប្រើឱសថបុរាណអញ្ចឹងខ្ញុំសរុបសេចក្តីបញ្ចប់ប្រហែលនាទីហ្នឹងចាជាង100ឆ្នាំមុនក៏ដូចជាឥឡូវមានអគារភ្លោះពីរដូចគ្នាបេះបិទនៅស្រុកថៃមួយនៅខេត្តបច្ចឹមបុរីរាល់ថ្ងៃជាមន្ទីរពេទ្យហើយនៅស្រុកខ្មែរមួយនៅខេត្តបាត់ដំបងរាល់ថ្ងៃជាស្រមន្ទីរនៅគួរអញ្ជើញចូលលេងឯងហើយម្ចាស់តែមួយទេគឺគាត់ចាហើយគាត់គឺជាជនជាតិខ្មែរមិនមែនថៃទេមិនមែនបារាំងទេចាអញ្ចឹងបញ្ចប់ត្រឹមហ្នឹងពាក់កណ្ដាលគួរចង់បានពាក់កណ្ដាលទៀតទេមិនពាក់កណ្ដាលទេខ្លីទេយើងនិយាយពីអគារនេះម្ដងចាយើងនិយាយពីកន្លែងត្រង់នេះម្ដងមួយណាកន្លែងនេះពេលដែល1907នេះយើងផ្ដាច់ទៅមិនចឹងមែនទេក្មួយអញ្ចឹងខ្ញុំមិននិយាយវែងទេកន្លែងត្រង់នេះគឺខ្ញុំនិយាយខ្លីទេគ្រាន់តែចង់បញ្ជាក់ពីអគារហ្នឹងថាវាឆ្លងកាត់ច្រើនដំណាក់កាលហើយហេតុអីវានៅវាអត់បាត់បង់វានៅល្អចាមែនទេអគារនៅល្អមែនទេក្មួយចាអញ្ចឹងនៅឆ្នាំ1907នៅពេលដែលបារាំងចូលហ្នឹងចាបារាំងអត់ដាក់កន្លែងនេះធ្វើផ្ទះទេបារាំងដាក់ធ្វើជាការិយាល័យរដ្ឋបាលខេត្តធ្វើការដែលគេហៅថាសាលាខេត្តហ្នឹងឯងអញ្ចឹងបារាំងហើយនឹងខ្មែរធ្វើការជាមួយគ្នានៅអគារនេះចាអញ្ចឹងហើយសម័យនោះបារាំងធ្វើការនៅកន្លែងត្រង់នេះនឹងគឺថាប្រទេសយើងនៅក្រោមអាណានិគមបារាំងនៅឡើយទេរហូតដល់ឆ្នាំ1954ដែលបញ្ចប់ហ្នឹងចាបានសម្ដេចតាចាគឺសម្ដេចនរោត្តមសីហនុចាព្រះអង្គបានធ្វើនាយករដ្ឋមន្ត្រីទី1ហ្នឹងដែលប្រទេសកម្ពុជាហ្នឹងគេហៅថាសង្គមរាស្ត្រនិយមចាសង្គមរាស្ត្រនិយមហ្នឹងមានសម្ដេចតាជានាយករដ្ឋមន្ត្រីហើយអគារនេះយើងនិយាយដោយឡែកនៅតែជាសាលាខេត្តដដែលចាខេត្តធ្វើការគ្រាន់តែអត់មានបារាំងទេគឺខ្មែរធ្វើសពពីព្រោះយើងឈប់អាណានិគមរបស់អ្នកណាទៀតចាអញ្ចឹងយើងបន្តទៀតនៅឆ្នាំ1970ចាការរំលំចាអញ្ចឹង1970រហូតដល់ឆ្នាំ1975គឺយើងត្រូវបានផ្លាស់ប្ដូរមួយទៀតហើយគឺសង្គមមួយទៀតដែលគេហៅថាសាធារណរដ្ឋខ្មែរចាសាធារណរដ្ឋខ្មែរហ្នឹងគឺមាននាយករដ្ឋមន្ត្រីគឺលោកសេនាប្រមុខលន់នល់ចាលោកសេនាប្រមុខលន់នល់ជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជានៅឆ្នាំ1970ដល់75យើងនិយាយដោយឡែកពីអគារនេះទៀតហើយពីព្រោះយើងចង់សម្ដៅអគារហ្នឹងអគារនេះឈប់คล้ายទៅជាសាលាខេត្តហើយអគារនេះคล้ายទៅជាផ្ទះរបស់ចៅហ្វាយខេត្តចាសម័យនោះចៅហ្វាយខេត្តបាត់ដំបងគឺលោកសេសំអៀតចាលោកសេសំអៀតគឺជាចៅហ្វាយខេត្តបាត់ដំបងចានៅសម័យនោះអញ្ចឹងយើងបន្តទៀតដល់ឆ្នាំ1975រហូតដល់ឆ្នាំ1979គឺជាសម័យប៉ុលពតណាមួយណាហេតុអីក៏អគារនេះវាអត់បាត់បង់ពីព្រោះប៉ុលពតក៏អត់ចេះស្រឡាញ់របស់អញ្ចឹងតិចទីទាំងអស់ប៉ុន្តែដោយសារមានប្រយោជន៍សម័យប៉ុលពតអគារនេះคล้ายទៅជាឃ្លាំងរបស់ប៉ុលពតចាឃ្លាំងប៉ុលពតគឺប៉ុលពតបានដាក់ស្រូវអង្ករគ្រឿងឧបភោគបរិភោគរបស់ប៉ុលពតបើសិនជាឃ្លាំងគ្រាប់ក៏អត់នៅដែរចាប៉ុន្តែអញ្ចឹងបានថាវាមានប្រយោជន៍ដែរអញ្ចឹងប៉ុលពតអត់បំផ្លាញទេគឺមានតែថែរក្សាអញ្ចឹងអាគារនេះវាមានភពវាសនាបាននៅបន្តមកទៀតឆ្លងផុតពីសម័យប៉ុលពតចារហូតដល់ឆ្នាំ1979វៀតណាមដោះក៏រើអីវ៉ាន់ទាំងអស់នឹងចេញក៏ដាក់បន្តទៀតគឺជាសាលាខេត្តទៀតហើយចាកន្លែងនេះសាលាខេត្តយូររហូតដល់ឆ្នាំ2006
ចាឆ្នាំ2006អាគារនេះគ្រប់100ឆ្នាំវាចាស់គ្រប់ទ្រងបុគ្គលិកធ្វើការច្រើនណាស់ចំអៀតខេត្តគាត់សម្រេចសំខាងនោះមួយទៀតនៅជិតគ្នានឹងចារួចរាល់ក៏មូទៅធ្វើការនៅទីនេះទាំងអស់ទៅកន្លែងនេះក៏រៀបចំដាក់ទៅជាសារមន្ទីរនឹងឯងពីព្រោះมันអាចទុកចោលបានទេវាខ្វះការថែរក្សាអញ្ចឹងក៏យើងចាប់ផ្ដើមរៀបចំនៅឆ្នាំ2018 2019អត់ទាន់បានចេញរូបរាងអត់ទាន់បានជូនភ្ញៀវមើលល្អត្រឹមត្រូវទេកូវីដបាត់ទៅចាយើងក៏បិទទៅចារហូតដល់ចប់កូវីដនៅឆ្នាំ2023ថ្ងៃទី1ខែ1ទើបយើងបានបើកពេញលេញដោយមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃស្របច្បាប់លក់សម្បត្តិត្រឹមត្រូវហ្នឹងគឺថ្ងៃ1ខែ1ឆ្នាំ2023ហ្នឹងឯងអញ្ចឹងបើគិតដល់ឥឡូវទៅបាន2ឆ្នាំជាងឯងអញ្ចឹងអធិស្ឋានបានរឿងបន្តិចណាក្មួយណាចាយើងនឹងបន្តទៅទៀតអញ្ចឹងខ្ញុំសរុបសេចក្តីតាំងពីអាគារនេះកើតរហូតមកដល់ថ្ងៃនេះឆ្លងកាត់5ដំណាក់កាលណាមួយណាចាទី1គឺផ្ទះលោកម្ចាស់ទី2សាលាខេត្តទី3ផ្ទះច្បាយខេត្តទី4ឃ្លាំងប៉ុលពតហើយនឹងទី5រាល់ថ្ងៃគឺជាសារមន្ទីរដែលក្មួយជ័យចូលមើលនឹងឯងចាអញ្ចឹងអ្វីដែលខ្ញុំជម្រាបគឺរួចរាល់ហើយខ្ញុំចប់ហើយចាសូមអរគុណចាចា